លើយើងនិយាយអំពី tool 2គឺ tool ទី1តាក់ទងជាមួយនឹងគេហៅថា trim tool trim ហើយនឹង split ខ្ញុំនឹងបង្ហាញ trim គឺយើងប្រើប្រាស់សម្រាប់កាត់បងប្អូនដែលធ្លាប់ប្រើប្រាស់ Photoshop ឬក៏ 3D មួយចំនួនអាចងាយយល់ហើយអញ្ចឹងទៅបើសិនណាយើងប្រើ trim មានន័យថាយើងកាត់វាចោលនៅក្នុងហ្នឹងណាអញ្ចឹងបើសិនណាជាយើងប្រើ trim លើឧទាហរណ៍ថាខ្ញុំចង់ផ្ដាច់វាមកជុងណាមួយចោលអញ្ចឹងខ្ញុំប្រើយើងមកមើលយើងត្រូវប្រើឧបករណ៍យើងមើលខាងជុងខាងឆ្វេងមកជំហានខាងឆ្វេងនៅ vertical នេះយើងមានពាក្យថា lasso វាមាន polygon វាមាន line មាន rectangle អញ្ចឹងអាចតេស្តមើលនៅក្នុងហ្នឹងណាយើងអាចតេស្តមើលនៅក្នុងហ្នឹងថាតើយើងប្រើប្រាស់អីគេយើងមាន ellipse យើងមាន oval circle អីចឹងទៅនៅក្នុង center ប៉ុន្តែឥឡូវខ្ញុំសាកល្បងយក lasso យកមកកាត់វាអញ្ចឹងយើងសាកល្បង trim វាសាកមើលយើងคลิกវាទៅយើង trim វាអញ្ចឹងវាកាត់ដាច់តែម្ដងមួយជាហៀងហ្នឹងឃើញទេឃើញដាច់មួយជាហៀងយើងកាត់នេះមួយទៀតយើងកាត់វាដាច់ប៉ាត់តែម្ដងអញ្ចឹងអាហ្នឹងយើង trim មើលយើង trim វាចោលអញ្ចឹងខ្ញុំ undo មកវិញឲ្យចុះបើសិនណាជាយើងយកអីគេ polygon នេះមកបើសិនយើងយក polygon ហ្នឹងមកគូអញ្ចឹងវាអាចគូរាងអញ្ចឹងយើងសាកល្បងមើលឧទាហរណ៍ថាឥឡូវយើងចង់បានអញ្ចឹងណាធ្វើរបៀបហ្នឹងយើងចង់កាត់តម្រងហ្នឹងអញ្ចឹងយើងคลิกលើ pop នេះតនេះទៅចឹងនៅពេលនោះវាអាចនឹងកាត់ដាច់ទៅតែម្ដងណាយើង reset អានេះដើម្បីដោះវាចេញ reset ឃើញវាធ្លីទៅតែម្ដងហើយតម្រងរបស់វាយើងអាចយើងចង់ប្រើឡាញណាយើងយកឡាញមកកាត់មកជំហានហ្នឹងដាច់ប៉ាត់តែម្ដងឃើញទេហ្នឹងអាហ្នឹងយើងប្រើ trim អញ្ចឹងយើងអាចតេស្តមើលទៀតទៅ rectangle ellipse អីនៅក្នុងហ្នឹងមកជួរហ្នឹងណារឿងផ្សេងទៀតចាំយើងគិតទៀតណាប៉ុន្តែសម្រាប់ឥឡូវគឺយើងយល់ប៉ុណ្ណឹងសិនមួយវិញទៀតមកដល់កន្លែងនេះគឺខ្ញុំចង់និយាយអំពី split tool នេះយើងមើលខាងស្ដាំនេះណានៅស្ដាំខ្ញុំចុច all នេះគេថា split មានន័យថាយើងពុះវាជា2យើងអត់បានកាត់វាចេញទេប៉ុន្តែយើងពុះវាជា2ឥឡូវឧទាហរណ៍ថាខ្ញុំប្រើ lasso ដដែលខ្ញុំប្រើឧបករណ៍ lasso ដដែលនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអាចពុះវាជា2ឃើញទេហ្នឹងហើយឃើញចេញជា2នៅក្នុងហ្នឹងយើងអាចមូលវាបានទេមូលចេញបានទេនៅក្នុងនេះណាយើងមូលចេញយើងអាច split វាចេញជា2អញ្ចឹងទៅបើសិនណាយើងចង់ប្រើអីគេយើងប្រើឡាញអញ្ចឹងយើងអាចកាត់វាទៀតទៅណាយើងកាត់អញ្ចឹងដាក់ផាច់ណាមាននេះយើងកាត់នេះមកអស់មួយទៀតដាក់បានម្ដុំទៀតអញ្ចឹង split ហើយនឹង trim វាមុខងារវាផ្ដាច់ដូចគ្នាអាមួយទៀតផ្ដាច់ចោលតែម្ដងអាមួយទៀតផ្ដាច់ពុះវាជា2អញ្ចឹងយើងយល់អំពី tool ហ្នឹងហើយអញ្ចឹងខ្ញុំគិតថាយើងអាចយល់ច្រើនឧទាហរណ៍ថាបើសិនណាជាយើងបើយើង add ជា box មួយណាឧទាហរណ៍ជា box មួយខ្ញុំបង្កើតជាយើងអាចមកកាត់ជាទម្រង់ណាដែលយើងគិតថាវាស័ក្តិសមល្មមដែលយើងគិតថាយើងអាចយកមកឧទាហរណ៍បានណានៅក្នុងនេះអញ្ចឹងខ្ញុំជ្រើសរើស front ហើយខ្ញុំសាកល្បងពង្រីកនេះម្ដងវិញហើយយើងសាកល្បងមើលឧទាហរណ៍ថាឥឡូវបើសិនណាយើងចង់ប្រើអីគេយើងប្រើ trim យើងចង់កាត់វាស្រឡឹកតបកឈូកឬក៏ក្បាច់អីអញ្ចឹងណាតាមចិត្តដែលយើងចង់បានទេគឺយើងប្រើ lasso នេះអញ្ចឹងឧទាហរណ៍ថាខ្ញុំប្រើហើយខ្ញុំប្រើប្រាស់ symmetry តែម្ដងកាត់មួយទៅបាទឲ្យបានជា2តែម្ដងណាអូខេឃើញទេយើងបានមួយយើងគិតថាយើងចង់បានយើងចេះឬហើយអត់ទេចង់បានចេះវិញកាត់វាអត់ត្រូវយើង undo មកវិញណានៅក្នុងហ្នឹងយើង undo ថាយើងអាចធ្វើអញ្ចឹងឬមួយក៏ថាយើង trim វាតែតបកឈូករបស់យើងចេញអាចវាអញ្ចឹងហើយយើងអាចសម្រួលវាចេះទៅយើងអាចពង្រួមវាចូលទៅក្នុងចេះទៅនេះតបកឈូកអញ្ចឹងយើងកាត់នេះស្លឹកតបកឈូករបស់យើងកាត់បានវាមិនដឹងអញ្ចឹងប្រើ trim ហើយបើសិនតែយើងប្រើ split ដឹងស្រាប់ហើយយើងកាត់ជា2មិនចឹងនេះ split របស់វាយើងគិតថាខ្ញុំចង់ split វាចេញជា2ណាយើងកាត់បបមកអញ្ចឹង split វាចេញជា2អញ្ចឹង tool 2ហ្នឹងគឺមានមុខងារប៉ុណ្ណឹងជួបគ្នានៅមេរៀនក្រោយទៀតណាយើងថតខ្លីៗព្រោះថាពិបាកអាប់ឡូតចូលហ្នឹង